Không thể chưa các năng chơi bóng tàu ao tại bóng nhìn trên đầu chưa ta trăm ngay từ lại là bànในบองกับผมหน้าบานตีแขนตอนมาเต้ตอนแทนซัมเมอร์คือก่อนลืมตั้งแต่ตามกับผมบอลอยู่กับการบอลเป็นจนแจกตายขนาดบอลถ้าตัวบอลมีจอบในกำใจอยู่ที่หรือไอ้เด็กจนคือเอามีใช้ไอ้บอลคือไอ้มาบางเอาบอลอยู่ตั้งตาแต่กับผมอยู่กับการบอลร้องให้คือเป็นการแปลนั่นคือเอาเป็นทีมตีไอ้บอลกับกองเพราะว่าแผนการเนี่ยเป็นอย่างที่ต้องตีការតេខលឲ្យយកកម្ចីនេះមានរូបភាព2ទីរូបភាពទី1គឺគាត់ពិតជាផ្ដល់កម្ចីនឹងមែនគ្រាន់តែថាអត្រាការប្រាក់គាត់គឺខ្ពស់ហួសហេតុពេលខ្លះយើងប្រើពាក្យថាការប្រាក់អាកណាអត្រាការប្រាក់ពួកគាត់គឺចន្លោះពី20ទៅ50-60% ក៏មានដែរហើយគាត់មានសេវាមានអីផ្សេងមានហើយការប្រើប្រាស់ការប្រកបអាជីវកម្មពួកគាត់ហ្នឹងគឺมันមានក្រមសីលធម៌ទេមានការគំរាមកំហែងមានការប្រាស្រ័យអំពើហិង្សាការដាក់សម្ពាធផ្សេងការបរិហារជាសាធារណៈដែលនេះយើងឃើញជារឿយប្រជាពលរដ្ឋយើងរងគ្រោះរូបភាពទី2គឺពួកគាត់គ្រាន់តែប្រើរូបភាពថាផ្ដល់កម្ចីទេដើម្បីតាក់ទងឲ្យយើងដកឯកសារចុះឡើងទៅគាត់ឲ្យយើងបង់លុយមុនហើយបង់ប៉ុណ្ណេះហើយគាត់ថាខូច password ត្រូវកែ password បង់លុយរហូតដល់ដំណាក់កាលចុងក្រោយហ្នឹងគឺថាអតិជនឬក៏ប្រជាពលរដ្ឋយើងហ្នឹងមិនត្រឹមតែមិនបានកម្ចីទេបែរជាត្រូវខាតបង់លុយកាក់អស់ជាច្រើននៅសារពួកហ្នឹងគឺក្រុមបោកប្រាស់តែម្ដងតែលើការ check CBC ហ្នឹងមិនស្បដល់មិនស្បបាត់ទេបងបើសិនជាបងស្នាមមួយធនាគារគេ check CBC មិនតែដោយសារស្នាមមួយខាងឯកជនក៏អត់មាន check ទៅលើ CBC បងទេខ្ញុំដូចអត់យល់ទេបាទតែបងហ្នឹងគេហៅកម្ចីអាជីវកម្មមកបងគឺអត់មានតម្កល់ព្រោះអត់ត្រូវការអ្នកទាំងនេះគឺអត់ check CBC របស់បងទេប៉ុន្តែបើខាងបងស្នាជាមួយនឹងខាងធនាគារខាងបងក៏មានណែនាំមួយធនាគារដែរប៉ុន្តែតើបងក៏នៅភ្នំពេញទៅខាងបងណែនាំជូនបើសិនជាអតិជនគាត់នៅខេត្តខាងបងមានណែនាំទៅលើកម្ចីអាជីវកម្មអញ្ចឹងណាទៅលើកម្ចីអាជីវកម្មហ្នឹងគឺអត់ check CBC របស់បងទេបងគាត់ថាការបងត្រឡប់វិញក្នុងចម្ងាយជាអាទិត្យអាស្រ័យលើបងជួបចរចាកន្លែងហ្នឹងក៏ជាគន្លឹះមួយដែលបង្ហាញថាគាត់ជាកម្ចីខុសច្បាប់ដែរនៅពេលដែលគាត់ប្រើពាក្យថាអត់ឆែក CBC នឹងគឺជាអ្នកផ្ដល់សេវាឬខុសច្បាប់ឬក៏ជាជនបោកប្រាស់ពីព្រោះច្បាប់នៅក្នុងប្រជាជាតិកម្ពុជាយើងគឺកំណត់ច្បាស់ណាស់អ្នកដែលធ្វើអាជីវកម្មនៅការផ្ដល់កម្ចីបានលុះណាតែគាត់មានអាជ្ញាប័ណ្ណពីធនាគារជាតិនៅកម្ពុជាហើយរាល់គ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៅកម្ពុជាមុននឹងផ្ដល់កម្ចីគឺគាត់ដាច់ខាតត្រូវតែឆែកប្រវត្តិឥណទានរបស់អតិថិជនបើអ្នកដែលអត់ឆែកទេមានន័យថាគាត់ជាក្រុមផ្ដល់កម្ចីខុសច្បាប់ឬក៏ជាក្រុមបោកប្រាស់តែម្ដងប្រសិនបើបងប្អូនមួយចំនួនដែលជាប់ជាមួយនឹងកម្ចីអនឡាញមានបញ្ហាជាមួយនឹងកម្ចីអស់នោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃហ្នឹងគឺបានប្រកាសឲ្យថាបងប្អូនពុំចាំបាច់សងពួកគាត់តទៅទៀតទេហើយប្រសិនបើមានការគំរាមកំហែងមានការបង្ខិតបង្ខំបរិហាយណាមួយហ្នឹងគឺបងប្អូនអាចប្តឹងទៅអាជ្ញាធរមូលដ្ឋានដើម្បីគេចាត់វិធានការបង្ក្រាបក្រុមអក្រិតជនទាំងអស់នោះ